នៅវៀតណាមកណ្ដាលបន្ទាប់ពីទឹកស្រកមកយើងឃើញថាសត្វគោពពែក្បីជ្រូកអីងាប់តិចទីអស់ហើយបងប្អូនងាប់ច្រើនទាំងអស់បងប្អូនងាប់និយាយទៅសម្ភារៈតេស្តបែងអីគឺតិចទីមានសូវទេបងប្អូនងាប់កជើងគោដឹកធ្វើមិនតាន់ហ្នឹងដឹកនិយាយទៅដឹកគោដុតដាក់សម្បើងដុតចោលតែម្ដងក្បីគោពែអីដុតចោលមានទៅធ្វើអីកាត់ស្អុយអស់ហើយបាទមនុស្សវិញបែបស្លាប់ច្រើនបងប្អូនស្លាប់ច្រើនណាស់មិនតែតិចតែរាប់100 នាក់ប្រហែល100 នាក់តាមមើលតែគាត់ថាពលមានគេបិទដែលមិនអោយផ្សាយបងប្អូនបាច់ព្រោះយើងតាមមើលក្តាមឈូសក្នុងមួយឡានអញ្ចឹងមិនតិចក្តាមឈូសឲ្យរាប់សពឡានក្តាមឈូសដែលគេដឹកទៅឧបត្ថម្ភឲ្យនៅខេត្តដាក់លាក់ហ្នឹងច្រើនមែនតើបងប្អូនមកគ្រាន់តែក្តាមឈូសគាត់តែយើងតាមមើលតែប៉ុណ្្នឹងយើងដឹងថាមនុស្សស្លាប់មែនតិចគាត់តែទឹកលិចហ្នឹងគឺ6ដល់7ម៉ែត្រកន្លែងខ្លះ8ដល់9ម៉ែត្រតែម្ដងបងប្អូននិយាយទៅទឹកលិចដូចចុងបកគោភ្លើងតែម្ដងមូលហេតុដែលធ្វើឲ្យលិចហ្នឹងគឺភ្លៀងខ្លាំងភ្លៀងចន់ខ្លាំងហើយកន្លែងទប់តំបន់ហ្នឹងគឺកន្លែងទប់អាងទប់ទឹកគឺតំបន់វិរិយអគ្គិសនីពេលដែលអត់តាន់មានភ្លៀងទេมันបលែងទឹកចាញ់ទេតែភ្លៀងចន់ខ្លាំងចាប់ដាំបលែងទឹកនេះហើយគឺជាមូលហេតុដែលធ្វើឲ្យលិចលង់ខូចខាតជាខ្លាំងជាទីបំផុតនៅវៀតណាមកណ្ដាល